Nè sầm lạnh chô keo môi. Vậy chán sầm lạnh. Mà sao mình nhá. Anh ban đuổi mơ niềng am với. Anh lấy sạch nè sầm lạnh. Sạch sọ cái cháy đuôi sầm lầy anh chăng. Nè anh đi. Nè sầm lạnh chọn tay tập bạc krep krep tí. Hai cho sầm lạnh anh mạch mình chơi chơi. Xông sầm lạnh phim tới. Ta tục dú bà giặt bàn kê na với. Bà dân phắc lầnนี้ អ្នកណាគេព្រមស្រឡាញ់យើងទៅចំណែកគ្នាវិញជួបរឿងអស្ចារ្យរន្ធត់ញាប់ញ័រណាស់សម្លាញ់រឿងអីដែរសម្លាញ់គ្នាបានទៅដាក់មងដាក់សំណាញ់ឲ្យបឹងចុងភូមិឯណោះស្រាប់តែពេលនោះមានក្រពើមួយយ៉ាងធំផុសចេញពីក្នុងទឹកមិនឆ្ងាយពីទូគ្នាប្រមាណគ្នាឃើញបែបនេះមិននៅយូរទេដាក់មេប្រូចហើយវើយរូងភ្នំមួយនៅបឹងចុងភូមិនឹងមែនសម្លាញ់រូងនោះពីដូនតាព្រឹកព្រេងមកមិនមានអ្នកហ៊ានចូលដល់ទីនោះទេណាធ្លាប់មានដែរតែទៅដល់គ្មានដំណឹងមកវិញតតែសោះរឿងនេះកើតឡើងតាំងពីចំនួនតាគ្នាមកម្ល៉េះដល់ម្លឹងផងសម្លាញ់គ្នាសំណាងណាស់អញ្ចឹងអុយណែលោកប្អូនអើយកំពុងធ្វើអីដែរហ្នឹងបាទអ៊ំដកមេតិចតួចជាមួយអាសំឡាញ់ណាអ៊ំហើយចុះអ៊ំអញ្ជើញទៅណាដែរណាអ៊ំអ៊ំទៅមើលដាក់ទឹកស្រែណាព្រោះក្តាមណាវាមិនដឹងជាចោះរុនហូរទឹកស្រែអស់ហើយអញ្ចឹងអ៊ំទៅហើយណាបាទអ៊ំហ៊ុយយីអាចម្ប៉ានេះមិនចង់ទៅមុខសោះស្ពឹកណាស់បានតែត្រូវរំពាត់តាណែអាសូឯងទៅណាដែរណាវើយបាទបងខ្ញុំទៅព្រៃដើម្បីរកអុសបរបាញ់ដើម្បីលក់ដូរណាបងអញជ្រិញហើយណាអញ្ចឹងឯងទៅចុះណែសម្លាញ់ចូលកែមួយណាវើយគ្មានស្រីគ្មានញីមិនសំខាន់ទេវើយណែចូលកែមួយទៀតត្រឹមត្រូវហើយសម្លាញ់មនុស្សស្រីមានក៏បានមិនមានក៏បានសំខាន់ឲ្យតែយើងបានផឹកជាមួយគ្នាហេតុអ្វីធ្វើដំណើរមួយថ្ងៃហើយមិនបបបាញ់បានសត្វតតែសោះថ្ងៃនេះហត់នឹងអស់កម្លាំងខ្លាំងណាស់គិតថាសម្រាប់ក្រោមដើមឈើនេះបន្តិចសិនសត្វតែពេលនោះមានសត្វក្តាន់មួយក្បាលចេញពីក្នុងព្រៃដោយមានរបួសជើងយ៉ាងធ្ងន់តើឯងទៅត្រូវនឹងអីមកខ្ញុំមិនដាច់ចិត្តទេខ្ញុំនឹងជួយឯងណាក្តាន់តូចឯងកុំភ័យស្រាប់តែពេលនោះសត្វក្តាន់ដែលត្រូវរបួសនោះក៏ប្រែក្លាយទៅជាទេវតាដែលថែរក្សាក្នុងព្រៃនេះតើលោកគឺជាអ្នកណាយើងគឺជាទេវតាដែលថែរក្សាក្នុងព្រៃនេះដោយឃើញថាឯងគឺជាមនុស្សមានចិត្តអាណិតសន្តោសប្រណីយើងនឹងផ្ដល់ផ្លូវទៅរកកំណប់មួយចូលឯងដើរទៅខាងមុខហើយឃើញរូងមួយចូលឯងដើរចូលចុះតែឯងត្រូវចាំថាកុំមានចិត្តលោភលន់ហួសប្រមាណឲ្យសោះបាទខ្ញុំនឹងចាំទុកស្រាប់តែពេលនោះក៏បាត់ទេវតានោះក្នុងមួយប្រព្រឹត្តភ្នែកទៅសូធ្វើដំណើរយ៉ាងយូរស្រាប់តែបានជួបរូងភ្នំដូចទេវតាបានប្រាប់មែន
អូនេះពិតជារូងភ្នំពិតមែនមាសពេជ្រនៅក្នុងរូងភ្នំនោះមានច្រើនសន្ធឹកសន្ធាប់សូបានលើកដៃឡើងប្រណម្យបើសិនជាទ្រព្យនេះពិតជារបស់ខ្ញុំពិតមែនខ្ញុំសុំតែមួយផ្នែកតែប៉ុណ្ណោះលើកដៃប្រណម្យហើយសូក៏យកតែមួយផ្នែកនៃទ្រព្យសម្បត្តិដ៏មហាសាលដោយមិនមានចិត្តលោភលន់តតែសោះពុកសូឯងបានមានប្រាក់ច្រើនខ្លាំងម្លេះបានមកពីណាណាកូនពុកយើងលែងលំបាកហើយមានប្រាក់ទាំងអស់នេះគឺទេវតាថែរក្សាក្នុងព្រៃនាំផ្លូវឲ្យខ្ញុំជួបទ្រព្យដ៏មហាសាលណាពុកគ្រួសាររបស់សូក៏បានប្រែក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដំប្រចាំនៅក្នុងភូមិមកលើកមួយសម្លាញ់ជូរជ្រះតែម្ដងវើយអូណែសម្លាញ់អាសូឥឡូវមានទ្រព្យសម្បត្តិច្រើនណាស់ឥឡូវវើយគ្នាឮថាវាបានទ្រព្យដ៏មហាសាលក្នុងរូងភ្នំដែលឯងបានជួបក្រពើកាលពីប្រមាណថ្ងៃមុននោះគ្នាដឹងរឿងនេះដែរបើអញ្ចឹងមិនក៏យើងមិនទៅរកដែរទៅគំនិតឯងល្អដែរតាសម្លាញ់ណែសម្លាញ់យើងដូចជាធ្វើដំណើរយូរដែរហើយដូចជាគ្មានឃើញអីតតែសោះមែនតាសម្លាញ់ដូចជាមិនមានតម្រុយអីសោះយើងខ្លាចតែអាសូរវាកុហកយើងទេដឹងមិនយូរប៉ុន្មានស្រាប់តែមានក្តាន់ត្រូវរបួសមួយក្បាលដែលរត់ចេញពីព្រានព្រៃតាមប្រមាញអាដិននោះក្តាន់នោះប្រហែលជាក្តាន់នោះហើយវើយសម្លាញ់ពួកគេទាំងពីរមានចិត្តមិនស្មោះត្រង់ប៉ុន្តែពួកគេបានមើលក្តាន់ដែលត្រូវរបួសបានធូរស្រាលស្រាប់តែពេលនោះក្តាន់បានប្រែក្លាយទៅជាទេវតាយើងគឺជាទេវតាថែរក្សាព្រៃនេះចូលគ្នាទាំងពីរនាក់ដើរឆ្ពោះទៅខាងមុខនឹងមានលៀបធំតែមិនទាំងពីរចូលមានចិត្តស្មោះត្រង់គុំលំស្រាប់តែពេលនោះបរិសុទ្ធទាំងពីរបានប្រទះឃើញរូងដ៏ចម្លែកមួយពិតមែនពួកគេទាំងពីរក៏សម្រេចចិត្តដើរចូលក្នុងរូងភ្នំនោះដូចឯងមើលទៅវើយមាសពេជ្រកែវកងច្រើនណាស់សម្លាញ់យើងប្រមូលយកទាំងអស់សម្លាញ់យើងខ្លាចជាអ្នកមានហើយដោយសារពួកគេមានចិត្តមិនស្មោះត្រង់លុបលន់ប្រឆាចពីបណ្ដាំរបស់ទេវតាស្រាប់តែពេលនោះមានក្រពើមួយក្បាលយ៉ាងធំដែលថែរក្សានៅទ្រព្យសម្បត្តិទាំងអស់នេះបានទ្របាក់ស៊ីពួកគេចាប់ពីពេលនោះទៅក្រពើធំណាស់ទេ